ខ្ញុំក៏សូមឆ្លើយឱកាសនេះអរគុណដល់សាលារាជធានីភ្នំពេញផងដែរឆ្នាំនេះឯកឧត្តមគង់ស្រីរាយការណ៍ឲ្យខ្ញុំប្រជាពលរដ្ឋដែលយើងជួយដឹកជញ្ជូនសាលារាជធានីបានរៀបចំឡានជិត600គ្រឿងហើយនៅក្នុងរយៈពេលពីថ្ងៃទី12ទៅដល់17នេះបើគិតជាជើងទាំងទៅទាំងមកសរុបជាង2251ជើងដឹកជញ្ជូនប្រជាជន85849នាក់ហើយបើគិតជាថវិកាដែលសន្សំយើងគិតថ្លៃអ៊ូម្នាក់ជាមធ្យមតែ80000ចុះមួយជើងគឺសន្សំ1.7 លានដុល្លារចូលក្នុងកប៉ៅជូនប្រជាពលរដ្ឋដើម្បីយកទៅផ្ទះដើរលេងសប្បាយនេះគឺសូមអរគុណណាស់ហើយនេះគឺជាការចូលរួមរបស់រដ្ឋនៅក្នុងការជួយដល់ប្រជាជនជាពិសេសអ្នកនៅរាជធានីភ្នំពេញប៉ុន្តែយើងវាយ80000កន្លែងខ្លះទៅមានទៅប្រៃវែងអីតិចជាងតែបើទៅប្រទេសមានជ័យអាច100000អីដល់គេយកមធ្យមនឹងតែម្ដងយើងគិតប្រហែលប៉ុណ្ណេះអញ្ចឹងជិត100000នាក់ថា85000នាក់ដែលបានផលប្រយោជន៍ពីនេះហើយការចូលរួមរបស់កម្លាំងស្ម័គ្រចិត្តយុវជនវិស័យឯកជនសហគមន៍សហព័ន្ធកីឡាសិល្បករសិល្បការីគ្រប់រាជធានីខេត្តក្រុងមិនត្រឹមតែនៅអង្គរសង្ក្រាន្តនោះទេគឺបានចូលរួមរៀបចំឲ្យកាន់តែអធិកធមបកលលក្ខណៈនៃការអបអរសាទររបស់ប្រជាពលរដ្ឋយើងបានល្អហើយខ្ញុំក៏សូមអរគុណជាពិសេសជូនប្រជាពលរដ្ឋរបស់យើងការទាំងអស់នេះมันអាចទៅបានទេបើសិនជាប្រជាពលរដ្ឋយើងមិនចូលរួមបើសិនជាយុវជនយើងតិចវាយគ្នាពេញប៉ាហានចេះគោរពគ្នាខ្ញុំឃើញបងប្អូនខ្ញុំទៅសេវាទៅនេះគេសុំគេមុននឹងប៉ាតគេសុំកន្លែងខ្លះបាញ់ទឹកគេសួរលេងអត់បើអត់លេងគេឲ្យទៅនេះជាការគោរពយោគយល់គ្នាហើយជាការអបអរសាទរនេះហើយគឺប្រជាពលរដ្ឋយើងចូលរួមទូទាំងប្រទេសនេះហើយគឺជាអ្វីដែលយើងចង់បានមនុស្សរាប់សែននាក់មនុស្សរាប់ម៉ឺននាក់រុញចូលមកកន្លែងដែលគៀកគ្នាបំផុតតែមានបញ្ហាគឺពិបាកប៉ុន្តែនេះហើយគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរពីមួយឆ្នាំទៅមួយឆ្នាំបានបង្ហាញនៅភាពចាស់ទុំទោះបីជាយុវជនរបស់យើងស្រឡាញ់គ្នារាប់អានគ្នាមិនប្រកាន់ឬអើងមិនថាសាសនាណាសាសនាណាទេមិនថាភ្ញៀវជាតិអន្តរជាតិទេយើងគោរពស្រឡាញ់បាទកន្លែងខ្លះឃើញវាយដោយទៅភ្ញៀវអន្តរជាតិទៀតនោះបាទហើយភ្ញៀវអន្តរជាតិកន្លែងខ្លះក៏គាត់ចងេងចងាងស្រវឹងវាយគ្នាទៅតែនៅកម្ពុជាអត់មានទេមានតែឃើញបងប្អូននោះបងប្អូនមួយដូច business advisor ហើយនឹង page ផ្សេងគេទៅសម្ភាសប្រជាពលរដ្ឋទេសចរដែលមកមិនទៅសบายអត់គេថាសบายណាស់គេមិនដែលមកស្រុកខ្មែរគេមិននឹកស្មានស្រុកខ្មែរសบายប៉ុណ្ណេះជួបអ្នកខ្លះគេធ្លាប់ទៅលឺតែស្រុកខ្មែរសង្គ្រាមដល់ចុះមកឃើញថាប្រទេសយើងអភិវឌ្ឍនេះហើយជាការល្អហើយទាំងភ្ញៀវអន្តរជាតិទេសចរបរទេសទាំងបរទេសដែលរស់នៅស្រុកខ្មែរសូមអរគុណណាស់ដែលបានជួយផ្សព្វផ្សាយល្អបូកជាមួយនឹងប្រជាពលរដ្ឋយើងយុវជនយើង influencer របស់យើងផ្សព្វផ្សាយអំពីផលវិជ្ជមាននិងអ្វីដែលវិជ្ជមាននៅក្នុងពេលបន់ឆ្នាំថ្មីនេះគឺទូទាំងប្រទេសតែម្ដងខ្ញុំសូមអរគុណដែរទាំងអស់នេះហើយដែលខ្ញុំថាជាការបង្កើតនៅស្មារតីស្នេហាជាតិតាមរយៈការរួមសាមគ្គីគ្នាគោរពគ្នាស្រឡាញ់គ្នាដើម្បីលើកស្ទួយវប្បធម៌បន់ចូលឆ្នាំគឺជាការអបអរសាទរនៅសមិទ្ធផលរបស់យើងនៅក្នុងបែបផែនវប្បធម៌របស់ប្រពៃណីរបស់យើងព្រោះការអបអរសាទរឆ្នាំថ្មីព្រឹកទៅវត្តល្ងាចយើងកំសាន្តប៉ុន្តែមានការរៀបចំមានការបាញ់ទឹកផាត់ប្រសើរមានការរៀបចំវាយស្គរមានការបោះអង្គុញរំត្រុតទៅច្រើនកន្លែងអត់ស្មើគ្នាទេប៉ុន្តែយើងមិនបានភ្លេចចោលនៅអត្តសញ្ញាណរបស់ខ្មែរយើងទេ